គូស្វាមីភរិយាទេពបុព្រឹកនិងជីដវិតក៏ទូថៃចំពោះការប្រមាថសាសនានិងទេវរូបតំណាងអំណាចនៃចក្រវាឡបន្ទាប់ពីកងទ័ពថៃឈ្លានពាននិងបានវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាបានធ្វើឲ្យពិភពលោកថ្កោលទោសជាខ្លាំងក្នុងនោះដែរគូស្វាមីភរិយាតារាចម្រៀងលោកជីឌីវីតនិងទេពបុព្រឹកបានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់ថៃលើវិស័យសាសនាតារាចម្រៀងរ៉េបជីឌីវីតនិងទេពបុព្រឹកបានរៀបរាប់ថាក្នុងនាមខ្ញុំនិងភរិយាជាអ្នកមានដល់នូវការគោរពប្រតិបត្តិសាសនាបុព្វបុរសព្រមទាំងការគោរពអោនលំទោមប្រកាន់ភ្ជាប់នូវការគោរពលទ្ធិទេវរាជនិងត្រីមូរតិសូមប្រកាសថ្កោលទោសដល់ពូជអម្បូរថៃដែលជាអម្បូរនៃឃាតករសាសនាការប្រមាថចំពោះទេវរូបដែលតំណាងឲ្យអំណាចនៃចក្រវាឡទោសនេះនឹងធ្លុះធ្លាយធ្លាក់ជាភ្លើងធ្លាក់ចំកណ្ដាលដួងកែវបិសាចនៃអម្បូរតមេឡៃចាំប្រកាសជានាពេលដ៏ខ្លីខាងមុខដោយអំណាចនៃស្ដេចអធម្មបុព្វបុរសនឹងកំណត់ជោគវាសនាជូនទាំងនោះឲ្យជាប់នៅក្នុងវាលដែកដុតរង្គាលដោយភ្លើងសូមឲ្យសំឡេងឧទ្ទិដ្ឋាននៃសាវតទូទាំងទ្វីបដែលបានដកដឹងហើយសូមដល់ទ្រង់សូមឲ្យមានអនុភាពកំទេចពូជសាសន៍ដែលបានកំទេចនូវរូបសំណាកដែលបានប្រព្រឹត្តស្នាទុកជាទីគោរពប្រតិបត្តិដ៏ខ្ពង់ខ្ពស់បំផុតមិនត្រឹមតែគូស្វាមីភរិយាលោកជីឌីពីនឹងទេពបុព្រឹកប៉ុណ្ណោះទេដែលចេញមុខថ្កោលទោសចំពោះទង្វើអាក្រក់របស់ថៃសូម្បីតែមហាជនទាំងក្នុងនិងក្រៅប្រទេសបានសម្ដែងនូវការសោកស្ដាយនិងថ្កោលទោសការវាយប្រហារកំទេចរូបសំណាកទេវរូបវិស្ណុក្នុងទឹកដីប្រទេសកម្ពុជាផងដែរគូបញ្ជាក់ផងដែរថាបន្ទាប់ពីកងទ័ពថៃបានឈ្លានពាននិងបានវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាបានធ្វើឲ្យពិភពលោកថ្កោលទោសជាខ្លាំងជាក់ស្ដែងក្រសួងធម្មការនិងសាសនាស្នើដល់សាសនិកទូទាំងពិភពលោកនិងសហគមន៍អន្តរជាតិថ្កោលទោសសកម្មភាពទោសមេឡែកអត្តសាសនារបស់កងទ័ពឈ្លានពានថៃដែលបានវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាក្រសួងធម្មការនិងសាសនាចេញញាតថ្កោលទោសការវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា